ច្បាស់លាស់អគ្គិសនីកម្ពុជាបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាពុំមានការនាំចូលថាមពលអគ្គិសនីពីថៃមកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយចានៅរសៀលថ្ងៃទី25ខែមិថុនាឆ្នាំ2025នេះអាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងឲ្យបានដឹងថាបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាពុំមានការនាំចូលថាមពលអគ្គិសនីពីព្រះរាជាណាចក្រថៃមកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយចាក្នុងនោះអគ្គិសនីកម្ពុជាក៏បានបដិសេធចំពោះការលើកឡើងនានាដែលមានលក្ខណៈផ្ទុយពីការពិតខាងលើនេះផងដែរចាសូមរំលឹកផងដែរថាកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2025កន្លងទៅឯកឧត្តមកែវរតនាចារដ្ឋមន្ត្រីក្រសួងរ៉ែនិងធម្មពលធ្លាប់បានថ្លែងថាពេលនេះម៉ោងនេះកម្ពុជាពុំបានយកភ្លើងពីថៃចូលមកកាន់កម្ពុជានៅក្នុងបណ្ដាញជាតិរបស់ប្រទេសទាំងពីរនោះទេគឺ0បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ឯកឧត្តមបានថ្លែងបែបនេះបន្ទាប់ពីក្រសួងការបរទេសថៃបានប្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឲ្យកម្ពុជាបើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន